រៀបសួរបងប្អូនទាំងគ្នាបាទថ្ងៃនេះយើងទៅមើលគេបង់ត្រីនៅខាងគោកក្ដួចឬថានៅខាងគោកក្ដួចខាងអូនដូនហ្នឹងគេបង់ត្រប់តោះឥឡូវចាំតែយើងជិះតូត្រង់នោះចាំខ្ញុំថតកម្មភាពពុកម៉ែបងប្អូនបង់ត្រីហ្នឹងថាត្រូវមែនអត់តោះអានេះខ្ញុំកំពុងធ្វើដំណើរតាមផ្លូវទៅហើយបាទពុកម៉ែបងប្អូនហើយផ្លូវនេះគេទឹកគីអលបងប្អូនយ៉ាងយើងសួរជីស្អាតតែពីមុនយ៉ាប់ជីអត់ឃើញពីគីអលស្អាតបងប្អូននេះឃើញមនុស្សច្រើននេះគឺមកបង់ត្រីទៅត្រំឲ្យកឋិនដល់មកគឺដល់បងប្អូននេះចូលដល់ទៅលើហើយយ៉ាបយត្រូវទេនេះនៅខាងមកពុះអណ្ដូងពុជឈ្មោះទៅដែរបាននេះគេហៅគោកស្ដួចចេះតែផ្លិចនៅទឹកស្រាវមកបងទឹកស្រាវសម្រាប់ប្រភេទជើងស្រាលៗពេលខ្លះស្លៀកអត់ចាំត្រៃទេចាំអត់ណាចូលហើយនោះចូលហើយដាក់គ្រប់ហើយនេះអូនោះស្អីគេត្រាប់ហ៎ក្អែកនោះគ្រប់អូនេះបានមួយបាត់ហើយនេះដល់ហើយនេះថ្ងៃជើងគាត់ធ្ងន់អានេះមិនហ៊ុន3កន្លះចូលឡាធំមួយដល់ហើយអូតែមួយស្នាញ់ប៉ុណ្ណេះទៅ10ស្នាញ់ឃើញបងកាត់ធ្វើណាត្រីបាត់ស្នាញ់អត់ទៅលេងទៅហើយអ្នកបងទៀតត្រីរៀលស្នាញ់ពីរហើយអូនខំចាំដល់បងបញ្ញត្តិទៅទៀតពូដល់សុំមកស្នាញ់មកទៅទៀតមុនអូយចូលទូមិនធំដែរណាដាច់ណូបងណៃក្រមចូលទឹកសតឯណាដាច់បងក្រើនទៅបងនេះអូដល់ហើយនេះអូមកស្នាញ់គ្រប់ហើយដល់ហើយគឺត្រូវវងវាបានតែស្នាញ់ប្រហែលមិញតែ3 4ស្នាញ់មកគ្រប់ហើយបើស្នាញ់គាត់ជើងធ្ងន់មិញអូឈោស្ពាននោះបងហ្នឹងមិនត្រូវនៅកដាលទៅចាំត្រីនៅកដាលបានក្រែជើងម៉ាំងគីឡូបងនេះ5ធ្ងន់ហ៎តើញឹកវាស្រាល
ស្រាហើយរឿងខ្លីដែរស្នាញ់បងពើសយ៉ាអូទៀកអូនេះកដាលដាក់មកស្នាញ់ណាក៏សាច់ដែរនោះដល់ហើយនោះត្រីវាទឹកតកងនោះវិញចុះមកចង់លិចក្បូនណាចូលណែក្រិនណាជួយគឺទៅស្នាញ់គិតធំមកជើងធ្ងន់អូដល់ហើយស្នាញ់អត់តែឃើញរឿងធំមកជើងរឿងនេះដាក់មកត្រូវរហូតអឡនឹងស្ងាត់ហើយវាព្រឹកលេងហើយចូលទីនេះlà một thùng